រឿងខ្ញុំសូមនិយាយដល់ស្មោះត្រង់ខ្ញុំមិនមែនជាគ្រូបណ្ដុះបណ្ដាលហើយក៏មិនមែនជាសាស្ត្រាចារ្យដែរហើយខ្ញុំផ្ទាល់ក៏មិនទាន់មានគូសាររៀបការដែរពោលគឺខ្ញុំស្ថិតនៅក្នុងក្រុមនៅលីវដែរខ្ញុំនិយាយមែនណាប៉ុន្តែអ្វីដែលខ្ញុំថ្ងៃនេះខ្ញុំចង់លើកយកប្រធានបទមួយរវាងការនៅលីវហើយនិងការរៀបការតើមួយណាជាជម្រើសល្អយកមកជជែកគ្នាដោយសារតែខ្ញុំចង់យកការយល់ឃើញនឹងបទពិសោធន៍ផ្ទាល់ខ្លួនក្នុងនាមជាអ្នកនៅលីវដូចម្នាក់មកចែករំលែកហើយពិភាក្សាជាមួយទាំងអស់គ្នាតើជីវិតទាំងពីរនេះមួយណាដែលគួរពិចារណាសម្រាប់លោកខ្ញុំផ្ទាល់ការរស់នៅក្នុងជីវិតដែលនៅលីវសប្តាហ៍ថ្ងៃនេះមើលឃើញថារវាងចំណុចពិសេសធំណាគឺសេរីភាពហើយនិងពេលវេលាសម្រាប់ខ្លួនឯងនៅក្នុងនាមយើងគេហៅថាយើងនៅលីវណាយើងមានឱកាសពេញលេញនៅក្នុងការបដោតទៅលើការងារការរកស៊ីការរៀនសូត្រអ្វីៗដែលថ្មីឬក៏ធ្វើអ្វីមួយដែលយើងចូលចិត្តដោយគ្មានសម្ពាធបើនិយាយចំទៅគឺយើងមានពេលហើយកសាងគ្រឹះខ្លួនឯងរឹងមាំក៏ប៉ុន្តែក៏វាមានពេលខ្លះដែរយើងមានអារម្មណ៍ថាអត់សុខឯកាដែរនៅពេលដែលយើងឃើញមិត្តភ័ក្តិអ្នកជុំវិញខ្លួនយើងគេមានគូអស់ហើយណាហ្នឹងហើយចំណែកឯជីវិតអាពាហ៍ពិពាហ៍វិញបើទោះបីជាខ្ញុំមិនទាន់មានគូសារក៏ដោយណាមិនទាន់រៀបការក៏ដោយក៏ប៉ុន្តែតាមការសង្កេតមើលឃើញបងប្អូនមិត្តភ័ក្តិឬក៏មនុស្សជុំវិញខ្លួនហ្នឹងណាក្រុមគូសារខ្ញុំរួចមកខ្ញុំយល់ថាការរៀបការវាស្អាតម្យ៉ាងដែរវាស្អាតបាត់ម្យ៉ាងដែរដោយសារតែវាមានដៃគូជីវិតពិតប្រាកដណាចាំបារម្ភយើងចាំគ្រប់គ្រងយើងណាហើយរួមសុខរួមទុក្ខជាមួយគ្នាអញ្ចឹងមនុស្សពីរនាក់នេះគឺជួយគ្នាហ្មងអញ្ចឹងពួកគេតែងតែផ្ដល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមកក៏ប៉ុន្តែទន្ទឹងនឹងនោះក៏ជារឿងមួយដែលជាទំនួលខុសត្រូវធំមែនតើទីមួយគឺរឿងសេដ្ឋកិច្ចគ្រួសារហ្នឹងការអត់ធ្មត់ហើយនឹងការលះបង់ជីវិតឲ្យហៅថាលះបង់ក្តីសុខផ្ទាល់ខ្លួនជាសុភមង្គលចឹងទៅបើដូច្នេះហើយបើសិនជាបងប្អូនសួរខ្ញុំថាតើជ្រើសរើសមួយណាក្នុងនាមយើងនៅលីវអញ្ចឹងណាខ្ញុំយល់ថាខ្ញុំគ្មានជំរើសណាមួយខុសឬក៏ត្រូវ 100% ទេអ្វីដែលសំខាន់ណាគឺមិនមែនសង្គមបង្ខំឲ្យយើងការឬក៏បង្ខំឲ្យយើងនៅលីវទេប៉ុន្តែវាស្ថិតទៅលើភាពចាស់ទុំរបស់យើងការស្គាល់ខ្លួនឯងការសម្រេចចិត្តលើខ្លួនឯងបច្ចុប្បន្ននេះមានបងប្អូននៅលីវច្រើនមែនទែនគាត់ប្រើពេលវេលាដើម្បីអភិវឌ្ឍខ្លាំងមែនទែនណាបើសិនជាបងប្អូនសម្រេចចិត្តថារៀបការសូមប្រកាសថាអ្នកទាំងពីរនឹងបានត្រៀមខ្លួនរួចរាល់នៅក្នុងការទទួលខុសត្រូវសុភមង្គលគឺនៅពេលដែលយើងមានសន្តិភាពផ្លូវចិត្តជាមួយគ្នាគឺជាជំរើសដែលយើងរើសជ្រើសខ្លួនឯងចុះបងប្អូនវិញតើបងប្អូនយល់យ៉ាងណាដែរសូម comment ក្នុងវីដេអូនេះយើងនឹងជជែកជាមួយគ្នានៅវីដេអូខាងក្រោយទៀតកុំភ្លេចចុច like ហើយ follow ហើយ subscribe page ខ្ញុំមួយផងដើម្បីយើងទទួលបានវីដេអូថ្មីៗពីខ្ញុំវិចិត្រអរគុណមែនទែនសូមជម្រាបលា